ជំរាបសួរបងទាំងអស់គ្នាខ្ញុំបាទសុនហេងបុគ្គលិកផ្នែកលក់នៅដាហោអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចពាក់ព័ន្ធជាមួយនឹងការregister ទៅលើ app Dolincare អញ្ចឹងសម្រាប់ឥឡូវកម្មវិធីយើងចូលទៅកាន់ Dolincare យើងមានបន្ទុកលើកទឹកចិត្តសម្រាប់ការបើកប្រើប្រាស់ដំបូងអញ្ចឹងណាអញ្ចឹងសម្រាប់បងដែលចូលថ្ងៃ13ហ្នឹងគឺបងចូលទៅកាន់ app Dolincare ក៏បាន app partner ក៏បានដែរបន្តមកទៀតឥឡូវខ្ញុំចូលតាម partner app បន្តមកយើងចុចទៅកាន់ Dolincare អូខេអញ្ចឹងនៅពេលដែលបងចូលដល់កន្លែងហ្នឹងហើយបងត្រូវការចូលទៅកាន់ tool របស់យើងហើយកន្លែងដែលយើងត្រូវការset up ឲ្យទៅបានបន្ទុកហ្នឹងគឺកន្លែង add device ទៅកាន់ cloud កន្លែងនេះបងអញ្ចឹងនៅពេលដែលយើង set up កាមេរ៉ាអីហើយយើង LAN ជាមួយគ្នាយើងចុចកន្លែង add device to cloud ហ្នឹងមកហើយយើង select device របស់យើងដែលតឡើងបានហ្នឹង upload ទៅ cloud ទាំងអស់អញ្ចឹង device ដែល upload ដំបូងគេហ្នឹងមានន័យថាជាការ verify ជាការធ្វើ activation ហើយចាដំបូងហ្នឹងយើងបានបន្ទុករៀងច្រើនបន្តពីហ្នឹងទៀតមកយើងគិតទៅលើបន្ទុកវិញគឺក្នុងមួយគ្រាប់បាន 0.8 អញ្ចឹងណាឧទាហរណ៍ថាយើង scan កាមេរ៉ាមួយចំនួន40បន្ទុកអញ្ចឹងពេលដែលយើងចាប់វាចូលទៅ cloud យើងអាចបាន20ជាងទៅ30បន្ទុកទៀតនេះអញ្ចឹងយើងអាច update add device ទៅកាន់ cloud ហ្នឹងមកតង់ទៀតដើម្បីយើងបានបន្ទុកមួយសារទៀត